បានត្រឹមមើលពីចំងាយមើលស្រស់ឆោមឆាយក្អកក្អាយជាមួយប្រុងថ្មីអូនបានស្គាល់ទេមិនដល់3ថ្ងៃពេលនេះចរណៃភ្លេញរឿងកន្លងធ្វើការរួមគ្នាឡាញ់ដេកក្នុងក្រុមតែមួយព្រឹកថ្ងៃល្ងាចជួបតែងតែរាក់ទាក់សរសងឥឡូវស្រីប្រែកន្តើយដាំងបងពេលឃើញមុខបងនួនអងអូនងាកមកចេញគេមានគេឈ្មោះខ្ពងពងកន្លងជាសុំវៃសប្រធានផ្នែកទេខុសឆ្ងាយពីបងជាកូនចៅគេគ្មានវាសនាទេដែលថ្លៃព្រមស្មោះស្មោះស្លាប់កម្មកររោងចក្រគ្មានទ្រព្យឋានៈតូចទាបមិនអាចប្រៀបធៀបនឹងគេដែលមានលុយឡានជូនពរឲ្យអូននឹងគេសង្សារបងគ្មានសំណាងបានថ្លៃមកថ្នាក់ថ្នមថាឈ្មោះខ្ពងពងកន្លងជាសុំវៃសប្រធានផ្នែកទេខុសឆ្ងាយពីបងជាកូនចៅគេគ្មានវាសនាទេដែលថ្លៃព្រមស្មោះស្មោះស្លាប់កម្មកររោងចក្រគ្មានទ្រព្យឋានៈតូចទាបមិនអាចប្រៀបធៀបនឹងគេដែលមានលុយឡានជូនពរឲ្យអូននឹងគេសង្សារបងគ្មានសំណាងបានថ្លៃមកថ្នាក់ថ្នមថាជាកម្មកររោងចក្រកាត់ដេរសុំណាមលេទេបន្ទុកនឹងស្រីយីដាឆាស្រងសំរងព្រំព្រៃបងនឹងរូបស្រីធ្វើការជិនគ្នាបងនៅផ្នែកឃ្លាំងអូននៅផ្នែកទេសុំរាប់មេបុគ្គលមិនណាយតើធ្វើមិនទៅបានរួមឆោមឆាយនេបនឹកចិត្តកាយស្បោយអរ៉ាកុលាបយីដាបងសូមធ្នមថែសូមពៅមានមេអូនត្រាប្រណីបងសូមសន្យាថាស្នេហ៍តែថ្លៃតើស្រចរណៃអត់ព្រមឬទេវ័នឬស័យស្រុកខ្ញុំសូមសច្ចារោងចក្រយីដាខ្ញុំមិនប្រែចិត្តជាតិនេះបងផ្សងស្នេហ៍តែវមិត្តសូមស្រីអាណិតដល់រូបបងផង
លាប់យីដាបងសូមភ្នំថែសូមពៅមានមេអូនត្រាប្រណីបងសូមសន្យាថាស្នេហ៍តែថ្លៃតើស្រចរណៃអូនព្រមឬទេវត្តឬស្រីស្រុកខ្ញុំសូមសច្ចារោមចាក់យីដាខ្ញុំមិនប្រែចិត្តជាតិនេះបងផ្សងស្នេហ៍តែវមិត្តសូមស្រីអាណិតដល់រូបបងផងរនរីរងចាជីដាស្រស់ស្អាតលេទេឆុងអូរាខ្ញុំក្រមុំរងចាំងចិត្តបងជុំពាំងលើរូបវលៀងអើយចិត្តលបលួញជាជំនួយការក្នុងផ្នែកតង់កាត់ចិត្តបងបរិសុទ្ធភ្លៀងមិនលងស្នេហ៍ថ្លៃអូនជាអ្នកដេកចិត្តកវីសម្រងចរណៃអើយបងប្រាថ្នាអង្គអើយយីដារងចាំងកាន់ដេមានវាសនាទេបានក្បែរចរណៃបានស្បយអោស្រងត្រាំត្រយប្រណីបងផងទំនេរម្ដងតែងលបមើលស្ងួននៅក្នុងឡាញ់ដេខ្លាចស្រីមានទេក្បែររងចាំថ្ងៃមួយសារភាពប្រាប់ស្រីថាបងលួចស្នេហ៍អើយអូនបានដឹងអង្គអើយយីដារងចាំងកាន់ដេមានវាសនាទេបានក្បែរចរណៃពេលអូនញញឹមទ្រូងបងបានស្បយអោស្រងត្រាំត្រយប្រណីបងផងទំនេរម្ដងតែងលបមើលស្ងួននៅក្នុងឡាញ់ដេខ្លាចស្រីមានទេក្បែររងចាំថ្ងៃមួយសារភាពប្រាប់ស្រីថាបងលួចស្នេហ៍